បើទិដ្ឋាននៅប្រទេសអូស្ត្រាលីប្រាក់ខែថ្លៃមែនប៉ុន្តែការចំណាយលើរបស់មួយចំនួនធំក៏ថ្លៃដូចគ្នាដែរបងប្អូនជាក់ស្ដែងដោយការចំណាយទៅលើការ holiday អញ្ចឹងគឺចំណាយលុយច្រើនព្រោះបើនិយាយពីសណ្ឋាគារនៅតាមមាត់សមុទ្រនៅតាមអីវិញគឺអត់មានក្រោមតម្លៃ$300ទេមានតែ$300ឡើងជាពិសេសគឺសម្រាប់អ្នកដែលមានគ្រួសារគឺចំណាយកាន់តែច្រើនបើសិនជាអ្នកតែពីរនាក់ប្តីប្រពន្ធឬក៏ម្នាក់ឯងអីមិនសូវជាច្រើនប្រហែលទេហ្នឹងហើយចឹងយើងឆ្ងល់ថាហេតុអីបានជាជនជាតិបរទេសភាគច្រើនគឺគាត់ចូលចិត្តប្រើលក្ខណៈ camping ហើយនិងប្រើលក្ខណៈ camper van caravan ដោយសារដំណើរ holiday បែបនេះគឺវាចំណាយលុយទាបជាងការដែលយើងស្នាក់នៅ hotel ហើយម្យ៉ាងទៀតយើងក៏ទទួលបានអារម្មណ៍ប្លែកម្យ៉ាងដែរបងប្អូនអឺប៉ុន្តែមិនមែនមានន័យថាយើងប្រើ camping ហ្នឹងអត់អស់លុយទេណាបងប្អូនចា camping site មួយចំនួនគឺថ្លៃគួរសមដែរគឺតម្លៃចាប់ពីខ្ទង់$80ឡើងទៅ$200អីចឹងវាតាមតម្រូវការអញ្ចឹងណាបងប្អូនតាមដូចថាកន្លែង camping ខ្លះគឺមានភ្លើងកន្លែង camping ខ្លះវាអត់ភ្លើងឬក៏ឆ្ងាយសមុទ្រឬក៏ជិតសមុទ្រអីចឹងណាប៉ុន្តែក៏អត់មានថោកដែរគឺចំណាយលុយច្រើនស្តៀងគ្នាដែរតែស្វាមីខ្ញុំគាត់ដោយសារនេះជាលើកទី1ចង់ផ្លាស់ប្ដូរបរិយាកាសអញ្ចឹងក៏នាំកូនមក camping ហើយគម្រោងថាទៅ camping ម្ដងទៀតនៅកន្លែងផ្សេងទៀត